ចឹងដូចទាំងអស់គ្នាបានដឹងចឹងមក SP គឺមានការប្រកួត team vs team តាំងពី season មុនមកហើយមានការចូលរួមប្រកួតជាមួយនឹង team ជាច្រើនដែលលេងនៅក្នុង server មក SP នឹងផងដែរហើយយើងមានការប្រកួតចម្រុះរហូតដល់5សប្តាហ៍ដើម្បីរក team ដែលឈ្នះនឹងឃើញហើយ team ដែលឈ្នះក៏មានរង្វាន់លើកទឹកចិត្តពីខាង server ដែរក៏ប៉ុន្តែទាំងអស់គ្នាដឹងអត់មុននឹង team ទាំងអស់នឹងចោះឈ្មោះជាប់ចូលទៅក្នុងការប្រកួតណាគឺពួកគាត់ត្រូវគោរពតាមលក្ខខណ្ឌដែល server បានកំណត់ជាមុនសិនអញ្ចឹងសម្រាប់ team ថ្មីៗដែលទើបតែមកអត់ដឹងលក្ខខណ្ឌតោះតែមើលទាំងអស់គ្នាថាមានលក្ខខណ្ឌអីគេខ្លះដើម្បីចោះឈ្មោះជាប់ចូលទៅក្នុងការប្រកួតលក្ខខណ្ឌគឺមាន2ធំៗទី1គឺលក្ខខណ្ឌ base ទី2គឺលក្ខខណ្ឌ item ព្រោះទាំងអស់គ្នាដឹងហើយថាការប្រកួតរបស់យើងគឺតម្រូវឲ្យមាន base ឈរសងខាងទល់មុខគ្នាអញ្ចឹងញ៉ាំខ្វះថាទាំងអស់គ្នាសាងសង់ base នឹងមានរូបរាងមិនទេឲ្យតែដាក់ចូលទៅក្នុងប្រឡោះមួយនេះគឺអូខេហើយប្រឡោះមួយហ្នឹងគឺមានទំហំ5x5 ឆាំងគឺស្មើនឹង25ឆាំងហ្នឹងឯងអញ្ចឹងតែសងមកដាក់ចូលក៏ជាប់ដែរតូចជាងហ្នឹងបានកុំឲ្យធំជាងហ្នឹងអូខេពាក់ព័ន្ធជាមួយរូបរាង base ញ៉ាំអត់ខ្វះក៏ពិតមែនប៉ុន្តែក៏មិនមែនឲ្យទាំងអស់គ្នាអត់មានអីនៅក្នុង base ហ្នឹងសោះដែរដល់ឲ្យទាន់ base ទាំងអស់គ្នាត្រូវតែមាន potion farm ដែលជាកន្លែងយើងផលិត potion ហ្នឹងឯងហើយទី2គឺត្រូវមាន villager trade ដើម្បី trade យករបស់អីផ្សេងព្រោះខ្ញុំមកជឿទេថា team មួយបង្កើតមកអត់មាន villager នៅក្នុងហ្នឹងទី3គឺត្រូវមាន meeting room គឺកន្លែងយើងអង្គុយ meeting ដើម្បីធ្វើអីជុំគ្នានឹងឯងហើយទី4គឺ farm ហើយបន្តមកទៀតត្រូវមាន team banner ឬមួយក៏ team shield របស់យើងដែល banner និង shield ហ្នឹងការប្រកួតគឺតំណាងឲ្យ team របស់យើងដូចគ្នាអូខេអញ្ចឹងលក្ខខណ្ឌ base គឺមានប៉ុណ្ណឹងសរុបខ្លីៗម្ដងទៀត base ខ្ញុំអត់ខ្វះថាមានរូបរាងបែបណាទេក៏ប៉ុន្តែទាំងអស់គ្នាត្រូវមានកន្លែងដែលខ្ញុំរៀបរាប់ដូចមិញហ្នឹងតែអត់មានតែមួយក៏ធ្លាក់ដែរអូខេចប់លក្ខខណ្ឌ base ចូលទៅដល់លក្ខខណ្ឌ item ចូលមកដល់លក្ខខណ្ឌ item គឺបែងចែកចេញជា3ទី1 item សម្រាប់ player នីមួយៗលេងទី2គឺ item សម្រាប់ team និងទី3គឺ item ដែលបាន ban ចេញអញ្ចឹងមកមើល item ban ចេញសិនហើយចាំយើងទៅមើល item ផ្សេងទៀតអញ្ចឹង item ban គឺមាននៅមុខអ្នកទាំងអស់គ្នាហ្នឹងទី1គឺ ender chest ទី2គឺ end crystal ទី3គឺ TNT ទី4គឺ respawn anchor ទី5គឺ TNT minecart ទី6គឺ shocker box អីក៏អត់ឲ្យដែរមិនមែនតែពណ៌ក្រហមនេះទេ shocker box ផ្សេងក៏អត់ឲ្យមានដែរហើយបន្ទាប់មកទៀតគឺ invisible potion អញ្ចឹង item ban ទាំងអស់ហ្នឹងគឺមិនអនុញ្ញាតឲ្យយកចូលទៅក្នុងការប្រកួតទេតែឃើញប្រើនៅក្នុងការប្រកួត team របស់យើងគឺនឹងត្រូវចាញ់ automatic អូខេអញ្ចឹង item ban ដឹងហើយបន្ទាប់មកទៀតគឺយើងមកមើល team kit ឬមួយក៏ item សម្រាប់ប្រើជុំគ្នាជាមួយនឹង team របស់យើងម្ដងអូខេអញ្ចឹង team kit គឺមាន item ប៉ុណ្នេះដូចអ្នកនរគ្នាបានឃើញអញ្ចឹងសម្រាប់ cobweb គឺមាន5 stack cobweb មិនឲ្យលើសនឹងទេ golden apple គឺមាន5 stack ដូចគ្នាមិនឲ្យលើសនឹងទេ slow falling arrow គឺមាន64បានន័យថាមានតែ1 stackទេ golden enchant apple ក៏មានតែ1 stackដែរអត់មានឲ្យលើសនឹងទេហើយ ender pearl គឺមានចំនួន14 stack តែ1 stack ស្មើនឹង16ហើយ enchanting bottle ឬមួយក៏យើងហៅថាទឹក HP ហ្នឹងគឺមាន9 stack ចំណែកកញ្ចួចគឺមាន2 stack ហើយនឹង breeze rod គឺមាន5 stack អញ្ចឹងម្ដងទៀតនេះគឺជា team kit ឬមួយក៏ item សម្រាប់ប្រើជុំគ្នាជាមួយនឹង team របស់យើងតែម្ដងពីរៀបចំដាក់វាមកហឹបតែឯងអញ្ចឹងមកដឹងតែការប្រកួតចាប់ផ្ដើមគឺយើងមកបាក់ហឹបនឹងដើម្បីចែក item គ្នាអញ្ចឹងសម្រាប់ team kit គឺទាំងអស់គ្នាទាន់ហើយតោះបន្តមកទៀតគឺយើងមកមើល player kit អញ្ចឹង player នៅក្នុងការប្រកួតគឺ5 vs 5អញ្ចឹងទាំងអស់គ្នារៀបហឹប1 2 3 4 5អញ្ចឹងមកសម្រាប់ player ទាំង5អញ្ចឹងនៅក្នុង player ទាំង5ហ្នឹងគឺហាមយក ban item ចូលនិង item សម្រាប់ team kit ចូលឥឡូវយើងមកមើល player kit ម្ដងគួរតែមានអីគេនៅក្នុង player kit នេះគួរតែមានអីក៏មានទៅតាមចិត្តទាំងអស់គ្នាចង់បានន័យថាទាំងអស់គ្នាចង់ដាក់អីដាក់ទៅដាក់ totem ចំនួនប៉ុន្មានក៏បានដាក់ potion អីក៏បានចំនួនប្រមាណក៏បានដាក់សាច់គោប្រមាណក៏បានដាក់ដាវប្រមាណក៏បានដាក់ស្ពាប្រមាណក៏បានដាក់មេសប្រមាណក៏បានឲ្យតែទាំងអស់គ្នាប្រើអស់តែ player ម្នាក់គឺបានតែមួយហឹបធំហ្នឹងទេតិចដាក់ពីមួយហឹបមកគឺអត់បានទេអញ្ចឹងនេះគ្រាន់តែជា kit ឧទាហរណ៍មួយទេអញ្ចឹងទាំងអស់គ្នាអាចរៀបអីផ្សេងតាមចិត្តតាមចំណងរបស់ទាំងអស់គ្នាប៉ុន្តែមានតែមួយទេដែលកំណត់គឺខោអាវម្នាក់គឺមានតែមួយ set ទេហាមមាន2 set តែមាន2 set គឺអូតូធ្លាក់អញ្ចឹងស្ដាប់ម្ដងទៀតណាចង់ដាក់អីដាក់ទៅតាមចិត្តទាំងអស់គ្នាក៏ប៉ុន្តែកៅអៅ armor របស់យើងគឺតម្រូវឲ្យមានតែមួយ set តែប៉ុណ្ណោះមិនអាចលើសពីមួយ set ហ្នឹងទេហើយហាមដាក់ item team kit របស់យើងចូលទៅក្នុងហ្នឹងអញ្ចឹងហាមមាន ender pearl ហាមមានស្អីនៅក្នុងនេះចូលទៅក្នុងហ្នឹងហើយក៏ហាម ban item ចូលទៅក្នុងហ្នឹងដែរក្រៅពីហ្នឹងចង់ដាក់អីដាក់ទៅចង់ដាក់ auto thumb មកពេញមួយហឹបហ្នឹងក៏បានចង់ដាក់ដាវពេញមួយហឹបហ្នឹងក៏បានចង់ដាក់ស្អីក៏ដាក់ទៅស្រេចចិត្តទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាទាំងអស់គ្នាតន់អញ្ចឹងបន្ទាប់ពីដឹងហើយបានរៀបចំ item ទាំងអស់ហ្នឹងហើយគឺរៀបចំឲ្យបានត្រឹមត្រូវផងឥឡូវឧទាហរណ៍ថាខាងក្រោយនេះគឺជា base របស់ខ្ញុំគឺជាផ្ទះរបស់ខ្ញុំអញ្ចឹង item kit ទាំងអស់ហ្នឹងទាំងអស់គ្នាដាក់នៅមុខផ្ទះមកមានដូចជា team kit ដាក់នៅមុខគេអញ្ចឹងមកហើយបន្តមកទៀត player kit ទាំង5ហ្នឹងគឺដាក់នៅខាងក្រោយដូចខ្ញុំធ្វើជាឧទាហរណ៍អញ្ចឹងមកអញ្ចឹងពេល admin ចូលទៅដល់គាត់ស្រួលបាក់ហឹបបាក់អីមើលអញ្ចឹងណាហ្នឹងឯងថាទាំងអស់គ្នារៀបចំ item ត្រូវអត់ហើយអាចជាប់ចូលទៅក្នុងការប្រកួតអត់គឺបែបហ្នឹងងាយស្រួលអូខេជូនពរ team ទាំងអស់បានចុះឈ្មោះជាប់ចូលក្នុងការប្រកួតហើយបញ្យល់ជួបគ្នានៅក្នុង event team vs team